សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពនិងអង្គការសង្គមស៊ីវិលក្រៅរាជរដ្ឋាភិបាលបានរួមគ្នាជាមួយព្រះគ្រូចៅអធិការលោកតាអាចារ្យដូនជីគណៈកម្មការវត្តបានចុះទៅសួរសុខទុក្ខនិងនាំយកអំណោយចែកជូនកងកម្លាំងជួរមុខដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃទី11ខែមិថុនាឆ្នាំ2025ថ្មីនេះសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពដឹកនាំដោយលោកបណ្ឌិតឌឹមសុខុនអគ្គលេខាធិការសមាគមបានរួមដំណើរជាមួយមន្ត្រីព័ត៌មានខេត្តឧត្តរមានជ័យនិងអង្គការសង្គមស៊ីវិលក្រៅរាជរដ្ឋាភិបាលព្រះចៅអធិការវត្តសូរិយាលោកតាអាចារ្យដូនជីគណៈកម្មការវត្តបានចុះសួរសុខទុក្ខនិងនាំយកអំណោយគ្រឿងឧបភោគបរិភោគទៅចែកជូនកងទ័ពជួរមុខឈរជើងបំពេញបេសកកម្មការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែននៅក្នុងខេត្តឧត្តរមានជ័យចំនួន2គោលដៅផ្សេងគ្នាទី1នៅប៉ុស្តិ៍នគរបាលការពារព្រំដែនគោកជុកគោគីនិងទី2កងទ័ពវីរៈសេនាតូចលេខ406ឈរជើងនៅប្រាសាទតាក្របីការពារបូរណភាពទឹកដីប្រឆាំងនឹងចៅឈ្លានពានជ្រុលនិយមមួយចំនួនតូចចង់បានប្រាសាទតាក្របីដែលជាវត្ថុអច្ឆរិយៈរបស់បុព្វបុរសខ្មែរតាំងពីដូនតាមកដោយឥតអៀនខ្មាស់ក្នុងឱកាសនោះប្រតិភូអមដំណើរសមាគមបាននាំយកគ្រឿងឧបភោគបរិភោគនិងសម្ភារៈអំណោយដែលត្រូវប្រគល់ជូនកងកម្លាំងនោះរួមមានអង្ករ1050គីឡូក្រាមប្រេងឆាចំនួន10កេសធំមីចំនួន46កេសទឹកបរិសុទ្ធចំនួន240យួរភេសជ្ជៈចម្រុះចំនួន10កេសត្រីខចំនួន20យួរធូបមូសចំនួន12ដុំត្រីងៀត23គីឡូក្រាមត្រីឆ្អើរ7ដុំថ្នាំពេទ្យចំនួន70បន្ទះនិងថវិកាចំនួន2,18,000រៀលសកម្មភាពនេះមានគោលបំណងក្នុងការជំរុញឲ្យយុវជនមានចំណាប់អារម្មណ៍រួមចំណែកក្នុងការជួយសង្គ្រោះសង្គមសម្រួលទំនាក់ទំនងល្អរវាងសមាគមអង្គការសង្គមស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធពិធីប្រគល់អំណោយបានប្រព្រឹត្តទៅក្នុងបរិយាកាសដោយភាពរីករាយនិងអំណរគុណពីកងទ័ពជួរមុខលោកបណ្ឌិតឌឹមសុខុនបានដឹកនាំប្រតិភូដែលចូលរួមជាពិសេសលោកស្រីរួមនឹងព្រះគ្រូចៅអធិការវត្តពុទ្ធភូមិជីដែនសេមារាមជាម្ចាស់អំណោយទាំងអស់នៅក្នុងពេលនោះលោកបានថ្លែងថាយើងខ្ញុំទាំងអស់គ្នាមានអំណោយដែលប្រគល់ជូនក្នុងពេលនេះគឺផុសចេញពីទឹកចិត្តចូលរួមផ្ដល់នូវកម្លាំងចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់យើងដើម្បីផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយនេះជាសកម្មភាពដែលបង្ហាញពីការរួបរวมគ្នារវាងសង្គមស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធដើម្បីគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនកងកម្លាំងដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិយើងខ្ញុំទាំងអស់គ្នាសង្ឃឹមនិងជឿជាក់លើសន្តិភាពនិងសន្តិសុខជាតិរបស់បងប្អូនកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីការពារទឹកដីខ្មែរយើងខ្ញុំមានកិត្តិយសយ៉ាងខ្លាំងក្នុងការចូលរួមលើកទឹកចិត្តនិងបង្ហាញនូវភាពចូលរួមសាមគ្គីជាតិយើងជាមួយគ្នានោះដែរកងកម្លាំងនគរបាលការពារព្រំដែននិងកងទ័ពដែលកំពុងឈរជើងនៅជួរមុខបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមបណ្ឌិតប្រធានសមាគមនិងសហការីទាំងរាជធានីខេត្តក្រុងជាពិសេសសូមថ្លែងអំណរគុណដល់លោកស្រីជាម្ចាស់អំណោយដែលជានិច្ចកាលតែងតែគាំទ្រនិងលើកទឹកចិត្តដល់កងទ័ពជួរមុខកំពុងឈរជើងការពារបូរណភាពទឹកដីមិនអនុញ្ញាតឲ្យកងទ័ពចោរចូលឈ្លានពានមករំលោភលើទឹកដីខ្មែរនេះគឺជាកាយវិការដ៏ប្រពៃថ្លៃថ្លាផ្សារភ្ជាប់សមរភូមិមុខនិងសមរភូមិក្រោយកត្តាទាំងនេះបានជួយជំរុញលើកទឹកចិត្តដល់កងកម្លាំងជួរមុខឲ្យមានភាពមោះមុតក្លាហាននិងបំពេញភារកិច្ចបម្រើជាតិមាតុភូមិដោយមិនខ្លាចញញើតជាមួយនឹងខ្មាំងសត្រូវចោរឈ្លានពានទឹកដីជាពិសេសហ៊ានបូជាជីវិតដើម្បីការពារប្រទេសជាតិមាតុភូមិយើងឲ្យបានគង់វង្សតរៀងទៅ